សិភៅយុទ្ធសាស្ត្រសមុទ្រខៀវនិពន្ធដោយវិចិត្រគីមនិង Rennie Marbonne បានផ្ដល់នូវគំនិតនៃការបង្កើតទីផ្សារថ្មីដែលមិនមានការប្រកួតប្រជែងនេះគឺជាបទពិសោធន៍សំខាន់10ចំណុចពីសិភៅនេះ 1. សមុទ្រក្រហម vs សមុទ្រខៀវសមុទ្រក្រហមតំណាងឲ្យទីផ្សារដែលមានការប្រកួតប្រជែងខ្លាំងនិងចង្អៀតខណៈដែលសមុទ្រខៀវគឺជាទីផ្សារថ្មីដែលមិនទាន់បានប៉ះពាល់ដើម្បីទទួលបានជោគជ័យអាជីវកម្មគួរតែមានគោលដៅបង្កើតសមុទ្រខៀវជាជាងប្រកួតនៅក្នុងសមុទ្រក្រហម 2. ការច្នៃប្រឌិតបង្កើតគុណតម្លៃថ្មីគ្រឹះស្ថាននៃយុទ្ធសាស្ត្រសមុទ្រខៀវគឺជាការច្នៃប្រឌិតបង្កើតគុណតម្លៃថ្មីបង្កើតគុណតម្លៃសំខាន់សម្រាប់ក្រុមហ៊ុននិងអតិថិជនដោយផ្ដល់ជូននូវអ្វីដែលថ្មីប្លែកសម្រាប់ទីផ្សារដោយមិនចាំបាច់ជ្រើសរើសយកវិធីបន្ទាបតម្លៃឬផ្ដល់អ្វីដែលខុសគ្នាដើម្បីប្រកួតប្រជែង 3. កសាងព្រំដែនទីផ្សារឡើងវិញដើម្បីស្វែងរកសមុទ្រខៀវក្រុមហ៊ុនត្រូវតែស្វែងរកអ្វីដែលមានលើសពីព្រំដែនទីផ្សារដែលមានស្រាប់ដែលពិចារណាលើវិស័យផ្សេងក្រុមអតិថិជនផ្សេងផលិតផលនិងសេវាកម្មបន្ថែមជាជាងនៅជាប់នៅទីផ្សារបច្ចុប្បន្ន 4. ផ្ដោតលើ Big Picture ជាជាងការផ្ដោតលើការព្យួរកហិរញ្ញវត្ថុនិងតារាងគណនាលេខគួរផ្ដោតលើចក្ខុវិស័យវែងឆ្ងាយនិង Bigger Picture នៅពេលធ្វើផែនការសម្រាប់សមុទ្រខៀវ 5. លើសពីតម្រូវការដែលមានស្រាប់កុំផ្ដោតតែលើអតិថិជនបច្ចុប្បន្នត្រូវស្វែងរកតម្រូវការរបស់ក្រុមមនុស្សដែលមិនមែនជាអតិថិជនបច្ចុប្បន្នដោយកំណត់រកឃើញនៅអ្វីដែលជាកត្តារារាំងពួកគេនិងត្រូវរកវិធីយកចេញនៅឧបសគ្គទាំងនោះ 6. ប្រើវិធីសាស្ត្រការលុបចោលការកាត់បន្ថយការបង្កើននិងការបង្កើតប្រើវិធីសាស្ត្រនេះដើម្បីបដូរយុទ្ធសាស្ត្រដោយលុបចោលអ្វីដែលមិនចាំបាច់កាត់បន្ថយអ្វីដែលច្រើនពេកបង្កើននៅអ្វីដែលជាគុណតម្លៃសម្រាប់អតិថិជននិងបង្កើតអ្វីថ្មីដែលមិនទាន់មានអ្នកផ្ដល់ជូនក្នុងទីផ្សារ 7. កុំធ្វើការប្រៀបធៀបជាមួយគូប្រកួតប្រជែងជាជាងការចម្លងពីគូប្រកួតប្រជែងត្រូវបង្កើតគុណតម្លៃថ្មីសម្រាប់អតិថិជនដោយច្នៃប្រឌិតរកអ្វីដែលគូប្រកួតប្រជែងមិនបានគិតដល់ 8. បង្កើតការអនុវត្តនៅក្នុងយុទ្ធសាស្ត្រក្នុងយុទ្ធសាស្ត្រសមុទ្រខៀវការអនុវត្តមានសារៈសំខាន់ដូចគ្នានឹងការរៀបចំយុទ្ធសាស្ត្រដែរឲ្យបុគ្គលនិងភាគីពាក់ព័ន្ធចូលរួមដើម្បីធានាថាយុទ្ធសាស្ត្រត្រូវបានអនុវត្តយ៉ាងរលូនហើយទាំងអស់គ្នាមានការចុះសម្រុងជាមួយគោលដៅរបស់ក្រុមហ៊ុន 9. ភាពជាអ្នកដឹកនាំភាពជាអ្នកដឹកនាំគឺជាការដោះស្រាយឧបសគ្គដើម្បីធ្វើការអនុវត្តនិងសម្រេចបាននូវការរីកចម្រើនយ៉ាងឆាប់រហ័សនិងចំណាយទាបផ្ដោតលើការប្រើប្រាស់ឥទ្ធិពលរបស់មនុស្សសំខាន់ៗដើម្បីជំរុញឲ្យមានការផ្លាស់ប្ដូរ 10. និរន្តរភាពនឹងការធ្វើសារជាថ្មីបន្ទាប់ពីសមុទ្រខៀវត្រូវបានបង្កើតវានឹងមិននៅស្ថិតស្ថេរជារៀងរហូតនោះទេក្រុមហ៊ុនទៅបន្តការច្នៃប្រឌិតថ្មីការប្រើយុទ្ធសាស្ត្រឡើងវិញហើយនឹងរកសមុទ្រខៀវថ្មីទៀតនៅពេលដែលមានគូប្រកួតប្រជែងចាប់ផ្ដើមចូលទីផ្សារដើម្បីធ្វើការប្រកួតប្រជែង